សួស្តីអ្នកនរគ្នាវីដេអូនេះចង់បង្ហាញពីការលាក់ឆាតមិនអោយអ្នកណាម្នាក់ដឹងជាពិសេសបងប្អូនដែលអាសាទុកទូរស័ព្ទចោលទៅបានគេលួចថតឬក៏បាត់ទូរស័ព្ទនៅកន្លែងណាមួយទៅគេដឹងទិន្នន័យរបស់យើងហើយជាពិសេសឆាតរបស់បងប្អូនលេងរាល់ថ្ងៃត្រូវបានគេ hack ចូលឬក៏បងប្អូនណាខ្លះដែលមានសង្សារច្រើនចង់លាក់ឆាតដើម្បីលាក់សង្សារមួយទៀតតាមរយៈលេងនេះតោះឥឡូវមើលវីដេអូនេះដល់ចប់បងប្អូនជាដំបូងអ្នកនរគ្នាចូលក្នុង Messenger មកបន្ទាប់មករើស account ណាមួយដែលបងប្អូនចង់លាក់ចង់ឧទាហរណ៍ account នេះមួយចុះខ្ញុំចុចជាប់បន្ទាប់មកខាងក្រោមនេះបែប restrict ដូចផែនតែអញ្ចឹងចុចលើវាមកតោះមកវានឹងបាត់អញ្ចឹងអ្នកដទៃដែលឆែកទៅលើទូរស័ព្ទរបស់បងប្អូនគឺអត់ឃើញទេហើយតែន័យថាបងប្អូនឆាតទៅគាត់គឺអត់បាត់ទៅណាទេព្រោះតែវាបាត់បណ្ដោះអាសន្នអញ្ចឹងបើសិនជាបងប្អូនចង់ឃើញវាវិញឬក៏ចង់ install វាវិញតោះអ្នកទាំងអស់នេះចូលក្នុងកន្លែង Trailbase មកបន្ទាប់មកទៅ setting ចូលមកក្រោមអ្នកទាំងអស់គ្នាចុចកន្លែង privacy and safety បន្ទាប់មកចូលមកក្រោមទៀតនេះអ្នកទាំងអស់គ្នាឃើញពាក្យ restricted profile អញ្ចឹងចុចលើវាមកនេះអញ្ចឹងaccount ដែលយើងលុបមិញគឺវានៅក្នុងទាំងអស់អញ្ចឹងបើសិនជាបងប្អូនចង់ដំឡើងវាឡើងវិញឬក៏ចង់បើកឡើងវិញបងប្អូនចុចលើវាមកចុច continue ហើយចុចពី unrestrict អញ្ចឹងរួចរាល់ហើយចា account ហ្នឹងគឺវាទៅវិញហើយជាប់នៅ Messenger វិញអញ្ចឹងមកចង់ច្បាស់តោះតែបងប្អូនចូលឆាតនេះបងប្អូននេះផល្លាជាមួយគាត់នេះគាត់មកវិញហើយអញ្ចឹងងាយទេបងប្អូនណាបងប្អូនវីដេអូចែកម្លែករបស់ខ្ញុំមានតែប៉ុណ្្នឹងហើយកុំភ្លេចចុច Subscribe Channel របស់ខ្ញុំមួយដើម្បីបានវីដេអូចែកម្លែកបន្តទៀតបាទអរគុណច្រើនចឹងបងប្អូនកុំភ្លេចចុច Subscribe Channel របស់ខ្ញុំមួយដើម្បីបានវីដេអូថ្មីបន្តទៀតបាទអរគុណច្រើន